3,000คุณច្រើនបងក៏ដល់យើង3,000អ្នកនរគ្នាអរគុណច្រើនណាបងគួយ5,000បាទអរគុណច្រើនបងគាត់ទិញម៉ាស់យើងមួយក្នុងតម្លៃ 5,000 អ្នកនរគ្នាគឺម៉ាស់អត់លុយបងអរគុណច្រើនបងអរគុណច្រើនតែជម្ពោះមានសម្រស់កាន់តែស្អាតគុណបងគុណច្រើនបងថ្ងៃនេះខ្ញុំនឹងប្រើពេលមួយថ្ងៃពេញដើម្បីដើរលោកម៉ាស់ស្វែងរកលុយបន្តិចបន្តួចដើម្បីយកទៅជួយអ៊ំស្រីម្នាក់ដែលគាត់កំពុងតែមានជំងឺក្នុងខ្លួនខ្ញុំនឹងធ្វើការខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដើម្បីស្វែងរកលុយបន្តិចបន្តួចបានទៅជួយគាត់ដើម្បីគាត់យកទៅប្រើប្រាស់និងផ្គត់ផ្គង់ជីវភាពដែលគាត់រស់នៅប្រចាំថ្ងៃសម្រាប់វីដេអូនេះវិញគឺជាវីដេអូទី2សម្រាប់ខ្ញុំហើយគឺខ្ញុំពីមុនគឺខ្ញុំធ្លាប់ធ្វើវីដេអូមួយដើរលក់ម៉ាស់និងដើរលក់ទឹកដើម្បីយកលុយទៅជួយដល់ប្អូនស្រីម្នាក់ដែលគាត់មានជំងឺគឺមើលទៅពិបាកជាងអ៊ំស្រីនេះទៅទៀតហើយសម្រាប់វីដេអូទី1របស់ខ្ញុំនោះគឺជោគជ័យហើយសម្រាប់វីដេអូទី2នេះបើសិនជាអ្នកនរគ្នាចង់ដឹងថាខ្ញុំធ្វើទៅវាទទួលបានលទ្ធផលបែបណាហើយមានឧបសគ្គបែបណាកុំភ្លេចទស្សនាដល់ចប់ហើយកុំភ្លេច like កុំភ្លេច share មួយដើម្បីលើកទឹកចិត្តខ្ញុំបាទឥឡូវនេះដែរខ្ញុំក៏បានធ្វើការមកដល់កន្លែងទិញម៉ាស់ហើយកន្លែងទិញម៉ាស់របស់ខ្ញុំនេះគឺខ្ញុំទិញជាលើកទី2អ្នកនរគ្នាដែលខ្ញុំបានទិញវីដេអូទី1គឺខ្ញុំបានទិញឡើងដែរហើយម៉ាស់ពីរដុំនេះគឺក៏តម្លៃខ្ញុំធូរថ្លៃខ្លាំងមែនទែនគឺត្រឹមតែ 6,000 រៀលតែប៉ុណ្ណោះហើយសម្រាប់ទីតាំងហាងដែលគាត់លក់នេះវិញគឺមានផលិតផលច្រើនមែនទែនគឺគាត់ធ្វើការលក់គ្រឿងក្អមគាត់ពិតជាមានទឹកចិត្តល្អខ្លាំងមែនទែនបងប្អូនអ្នកនរគ្នាឥឡូវនេះយើងធ្វើការទិញម៉ាស់បានចំនួន2ដុំហើយខ្ញុំនឹងធ្វើការលក់នៅម៉ោងតលេនេះហើយខ្ញុំមកនេះគឺម៉ោង11ថ្ងៃត្រង់ហើយខ្ញុំនឹងប្រើពេលចំណាយមួយថ្ងៃពេញតែម្ដងដើម្បីស្វែងរកលុយដើម្បីយកទៅជួយអ៊ំស្រីម្នាក់ដែលគាត់មានជំងឺកើតទៀតទឹកហើយជំងឺរបស់គាត់នេះគឺដល់ដំណាក់កាលមួយដែលពិបាកខ្លាំងមែនទែនអ្នកនរគ្នាហើយខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តរបស់ខ្ញុំដើម្បីយកលុយទៅផ្គត់ផ្គង់របស់គាត់ព្រោះគាត់គឺកំពុងតែមានភាពលំបាកខ្លាំងមែនទែនតោះឥឡូវកុំអោយខាត់ពេលយើងថាការលក់របស់យើងគឺមានឧបសគ្គបែបណាតោះឥឡូវនេះយើងក៏បានធ្វើការមកជួបម៉ូយទី1របស់យើងហើយម៉ូយទី1របស់យើងនេះគាត់ធ្វើការអង្គុយ2នាក់គាត់ក៏បានជួយទិញម៉ាស់យើងម្នាក់មើលគឺគាត់ចិត្តល្អខ្លាំងមែនទែនបន្ទាប់មកខ្ញុំក៏បានជួបម៉ូយទី2របស់ខ្ញុំម៉ូយទី2របស់ខ្ញុំនេះគាត់ធ្វើការអង្គុយម្នាក់ឯងគាត់ក៏បានអង្គុយចុយកង់ទេហើយគាត់ពិតជាមានសម្រស់ស្រស់ស្អាតហើយគាត់ក៏មានចិត្តល្អខ្លាំងមែនទែនដែលខ្ញុំបានប្រាប់ពីហេតុផលរបស់គាត់ដែលខ្ញុំធ្វើការដល់លក់ម៉ាស់នេះហើយគាត់ក៏បានដើរទៅយកលុយរបស់គាត់តែគាត់បានទុកនៅក្នុងកែម៉ូតូអញ្ចឹងណាអ្នកនរគ្នាសម្រស់ស្រស់ស្អាតហើយគាត់ចិត្តល្អទៀតជួយទិញម៉ាស់យើងធូរឥឡូវនេះគាត់ក៏បានធ្វើការយកលុយមកឲ្យខ្ញុំហើយគាត់ធ្វើការសម្រាប់ចិត្តយកម៉ាស់ត្រឹមតែមួយក៏ប៉ុន្តែគាត់ឲ្យខ្ញុំលុយគឺតម្លៃ 3,000 ឥឡូវក៏ចូលមកដល់ម៉ូយទី4របស់ខ្ញុំគាត់គឺពិតជាមានចិត្តល្អខ្លាំងមែនទែនអ្នកនរនេះគាត់ធ្វើការបាញ់ជូនខ្ញុំរៀលតែម្ដងហើយឥឡូវនេះក៏ចូលមកដល់ម៉ូយទី5របស់ខ្ញុំបងប្រុសម្នាក់ដែលគាត់កំពុងអង្គុយខ្ញុំក៏បានប្រាប់ពីហេតុផលរបស់គាត់ទៅគាត់ក៏សម្រេចចិត្តទិញម៉ាស់ខ្ញុំមួយក្នុងតម្លៃ 5,000 រៀលបាទអរគុណច្រើនខ្លាំងមែនទែនបងប្រុសខ្ញុំបាទអ្នកនរគ្នាឥឡូវនេះគឺខ្ញុំមកលក់នេះគឺកណ្ដាលថ្ងៃត្រង់តែម្ដងបាទគឺម៉ោង 11:12 ហើយខ្ញុំនឹងរងចាំដល់បងដែលគាត់ធ្វើការរៀននៅសាលាបៀបរាយចុះពីរៀនខ្ញុំធ្វើការសម្រុកពួកគាត់តែម្ដងបាទម៉ាស់របស់យើងសល់មួយដុំទេសល់មួយដុំទៀតនៅកន្លែងម៉ូតូខ្ញុំនឹងតស៊ូព្យាយាមប្រើចំណាយពេលមួយថ្ងៃពេញដើម្បីលក់ម៉ាស់ឲ្យអស់បាទតស៊ូអស់ពីកម្លាំងកាយកម្លាំងចិត្តអ្នកនរគ្នាជួយគ្រប់គ្រងអ្នកនរគ្នាបាទអរគុណច្រើនហើយគណៈពេលនេះគឺខ្ញុំកំពុងធ្វើការជប់ឧបសគ្គបដាបដាយដោយសារម៉ោងដែលខ្ញុំកំពុងតែលក់នេះគឺម៉ោងដែលអត់សូវមានមនុស្សដែរមែនទែនដោយសារអីគឺខែនេះខែក្តៅហើយខ្ញុំមកលក់នេះគឺម៉ោង 11:12 ហើយក៏ខ្ញុំបានចាំតែបងរៀននៅសាលាវិទ្យាល័យក៏ប៉ុន្តែការចាំរបស់ខ្ញុំគឺធ្វើខ្ញុំខកចិត្តខ្លាំងមែនទែនតែគាត់ចុះពីរៀនមកគឺគាត់អត់ធ្វើការមកអង្គុយនៅម៉ូតូទេគឺគាត់ធ្វើការសម្រេចចិត្តទៅផ្ទះរៀងខ្លួនធ្វើយ៉ាងកាយទៅដល់មក
คุณจ้าบองจะปล่อยมากันทัดกันร้องกันอะไรไปหรอคุณจ้าบองขอบคุณจ้าบองครับ rồi ha được mắt cái này không tay không để giờ phải là lon không nó hơi bằng cái lấy cái mong gì tại này được cái gì đó dân đấy chị thật cao mà dân vì nông cái hồ xi hiện nay nè bàn phạt với mình chứ hồ xí vô bây giờ hồ xí dân vô luôn đi là bây giờ chui ô thom nó nè đời con cặp bông min can bãi này này dân mình vô bây giờ chúng nuôi bờ chén ấy pi đang ai mà mới như bạn này hay lụ tăng phải lụ tăng hơn cái tôi chuyện này pe mà ngày pi lụ mà đóng nó so bằng tiếp chết đó bà ma sờn đấy mà ban này ngày giờ đúng ở đấy ní là nào nhung nhung đằng thì muối nhung lọt mơ với ổ nè bà nó làm ổ cứ tôi chết sụp là thô bà hay thì muối lũ nấn cứ thì muối chỉ cầm san nó bong ôn không bà sụp là thô không chẳng có thể chẳng cái tên bài tên này nhưng phơi về đòi cầm lặng nghe chiêm mà dân hay nhung gọi miền lưới đây bà này thực chất thực chất ấy nhung ai từ pram pon chui đó sụp là thô đây bà ở con chân mong chỉ phải sau hiểu lo và này nàyออกเนี่ยเรานี่chuyển lên của dân cứ thưa ca ban chốt chơi chuyển núi cao sấp theo rồi để sai cái dân so ma chuyển núi mặt đông nàyออกเนี่ยมานั่งซอยchuyển núi đông còn mà tay cái dân ban chuyển núi bị phụ con thôi nè các cứ con thôi caเอาเลยbởi dân hay cứ con ở vô mai nàyเขาเนี่ยคือยังปวดจีออกคนเราบองโปนเนี่ยน้องใครแต่กายยังคลั่งเป็นเต้นเนี่ยก่อนมันจะออกจังเอาเลยนี่ทัวร์กาวเราด้วยถึงเอาให้ตายยังเราด้วยบ้านประมาณใช่ไหมเขาเนี่ยchỉ trong coi trongปวดจีโซมออกคนเราบองโปนเนี่ยน้องใครแต่กายยังคลั่งเป็นเต้นเฉลี่ยบางยังทัวร์กาวจกใจคือบ้านเนี่ยใส่แต่บองโปนออกคนมันตึกจัดสลายเงินตึกจัดล้อคลั่งเป็นเต้นเนี่ยทัวร์กาวจุดติงมาบ่อยยังเลยได้ยังกับพวกทัวร์กาวรับลุยนำบ่อยกลุยแต่จูดอมใส่ให้ยังเมานี่คือยุบเนี่ยออกเนี่ยแต่สายยังมาลุเตยเวียสดาจังเนี่ยออกเนี่ยมันต่อไปจีมันโตมาดอกแต่บอกก็ได้คือยังจูบเรื่องมวยคือจีการเคาะจัดคลั่งเป็นเต้นเนี่ยออกเนี่ยเดี๋ยวยังทัวร์กาวมาดอกแต่บอกก็คือก็บ้านเลี้ยจ่าลงเนี่ยบาดหายคือcái tới cứ con này là phun mà nhóm này tê còn mà ta dùng người bảo con cứ cao thì du còn mà ta nhưng mặt đằng chẳng là để xa tê con nó không chờ hay để nhóm chi mà tô mau đi được ok này khơi tê thủng thủng cứ mà mền chỉ tê con đây tê con cứ tôi khăng mà tên là con chi việc con cứ phá cát hay nhóm lần này cứ nhóm rốt ban chẳng luôn tầm 70 để ban mới bị cao lục ma hay miên bom mà nè pi nè để con thua ca ban đôi tam con ngồi nè mền chẳng cứ với ban sập thằng đập mền riêng hay xong cả ban thua cao rập lôi này dột từ chun đò rồi cha đây cả bom ôn xanh nhiệt bọc con ở dột lôi này từ pra pra nong pe để miên tục thể đại bài này cứ nhóm chỉ miền ca khỏi chất khăng mình tên bom ôn hay
ឥឡូវនេះយើងធ្វើការយកលុយទៅជូនដល់តាអាចារ្យបានចំនួន 10,000 រៀលទាំងអស់តែម្ដងទាំងអស់គ្នាហើយខ្ញុំពិតជាមានការខកចិត្តខ្លាំងមែនទែនក្នុងវីដេអូនេះបើសិនជាអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាបច្ចុប្បន្នកំពុងតែជួបការលំបាកអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះហើយអាចយកទៅគិតឬក៏ពិចារណាតាមការគួរបានឆាកជីវិតរបស់យើងម្នាក់ៗកើតមកគឺតែងតែមានរោគមានទុក្ខខុសគ្នាសំខាន់គឺយើងកើតមកថាយើងមានឬយើងក្រសំខាន់បំផុតគឺយើងត្រូវតែមានសិលធម៌និងគុណធម៌គឺមានភាពស្មោះត្រង់នៅក្នុងខ្លួនឪពុករបស់ខ្ញុំក៏តែងតែបដៅខ្ញុំថាពេលដែលយើងដើរទៅណាមកណាយើងឃើញតែគេមានទុក្ខយើងត្រូវតែយកទុក្ខរបស់គេនឹងជួយរំលែកទុក្ខរបស់យើងចឹងយើងធ្វើការកុំមើលគេនឹងភ្នែកយើងជួយចែករំលែកទុក្ខរបស់គេអ្វីដែលយើងអាចជួយបានប៉ុន្មានយើងអាចជួយតាមសមត្ថភាពរបស់យើងឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដោយមិនចង់បានការតបស្នងពីគេវិញជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលធ្វើការតាមដានវីដេអូនេះពីដើមរហូតដល់ចប់សូមអរគុណ